ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីដើម្បីឲ្យកាន់តែជិតស្និទ្ធខ្ញុំសូមណែនាំខ្លួនជាមុនសិនឈ្មោះហេងម៉ាលីសាហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកពំនូមួយដែលបានលើកឡើងថាបង្រៀនមនុស្សឲ្យចេះស្ទូចត្រីប្រសើរជាងឲ្យត្រីទៅមនុស្សនោះនៅលើសកលលោកយើងនេះនៅក្នុងសង្គមរស់នៅបច្ចុប្បន្នការដែលបង្រៀនមនុស្សឲ្យចេះដោយខ្លួនឯងដោយខិតខំប្រឹងប្រែងរៀនសូត្រមានចំណេះជំនាញមានការតស៊ូព្យាយាមប្រកបរបរការងារសម្រាប់ចិញ្ចឹមជីវិតឲ្យខ្លួនឯងគឺជាការដ៏ប្រសើរបំផុតជាងការដែលបង្រៀនមនុស្សឲ្យរំពឹងពឹងពាក់ជំនួយពីអ្នកដទៃអាស្រ័យហេតុនេះហើយទើបលោកអ្នកប្រាជ្ញបានលើកឡើងនៅពំនូមួយថាបង្រៀនមនុស្សឲ្យចេះស្ទូចត្រីប្រសើរជាងឲ្យត្រីទៅមនុស្សនោះតើពំនូខាងលើមានអត្ថន័យនិងខ្លឹមសារដូចម្តេចដើម្បីជាជំនួយនៅក្នុងការបកស្រាយពំនូខាងលើឲ្យកាន់តែក្បោះក្បាយយើងក៏បីយកន័យពាក្យគន្នឹងមួយចំនួនជាមុនសិនពាក្យថាបង្រៀនមានន័យថាបង្ហាត់បង្ហាញឲ្យយល់ច្បាស់ឲ្យធ្វើបានរីឯពាក្យថាត្រីមានន័យថាជាប្រភេទសាច់សម្រាប់ជាអាហាររបស់មនុស្សដូចនេះប្រទេសខាងលើមានន័យថាបង្រៀនមនុស្សឲ្យចេះស្ទូចត្រីប្រសើរជាងឲ្យត្រីស្រាប់រីឯន័យធៀបគឺមានន័យថាបង្រៀនមនុស្សឲ្យចេះធ្វើការងារប្រសើរជាងឲ្យលុយមនុស្សចាយជាការប៉ុណ្ណាបុព្វបុរសខ្មែរយើងក៏បានបង្រៀនឲ្យមនុស្សខិតខំតស៊ូព្យាយាមនិងចេះប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនឯងជាប្រយោជន៍សម្រាប់ប្រកបរបរចិញ្ចឹមជីវិតប្រសើរជាងការរំពឹងជំនួយពីអ្នកដទៃយ៉ាងណាមិញលោកក៏បានលើកឡើងនៅពំនូមួយថាបង្រៀនមនុស្សឲ្យចេះស្ទូចត្រីប្រសើរជាងឲ្យត្រីទៅមនុស្សនោះបើតាមន័យត្រង់គឺមានន័យថាបើសិនជាយើងឲ្យត្រីទៅនរណាម្នាក់ហូបគឺគាត់ហូបបានតែមួយចម្អែតឬតែមួយរយៈពេលតែប៉ុណ្ណោះក្រោយពីហូបអស់ហើយគឺគាត់ប្រកាសជាត្រូវរំពឹងគេឲ្យគេស្ទូចឲ្យទៀតគាត់ទទួលបានត្រីសម្រាប់បរិភោគបើសិនមកគេមិនឲ្យគាត់ប្រកាសជាគ្មានត្រីសម្រាប់បរិភោគឡើយហើយនេះហើយតើបានជាគេត្រូវបង្រៀនតែបើសិនបើគេបង្រៀនឲ្យគាត់មានជំនាញនៅក្នុងការស្ទូចត្រីនោះគាត់នឹងអាចស្ទូចសម្រាប់បរិភោគបានគ្រប់ពេលលើពីនេះទៅទៀតគាត់អាចស្ទូចសម្រាប់យកទៅលក់សម្រាប់ប្រកបរបរចិញ្ចឹមជីវិតឲ្យកាន់តែប្រសើរហើយទន្ទឹមនឹងនៃត្រង់ដោយបានរៀបរាប់ខាងលើទស្សនៈរបស់ប្រធានក៏បានប្រៀបធៀបការឲ្យត្រីទៅនឹងការបង្រៀនមនុស្សឲ្យមានជំនាញនៅក្នុងមុខរបរផ្សេងៗសម្រាប់ប្រកបរបរចិញ្ចឹមជីវិតប្រសើរជាងការរំពឹងជំនួយឬការបន្តជំនួយពីអ្នកដទៃនៅក្នុងនេះមានន័យថាការងារគឺមានតម្លៃណាស់សម្រាប់ជីវិតមនុស្សម្នាក់ហើយការងារជួយឲ្យមនុស្សមានឯករាជ្យភាពគឺភាពជាម្ចាស់ការលើខ្លួនឯងការងារបានជួយលើកស្ទួយជីវភាពឲ្យកាន់តែធូរធាររស់នៅបានសមរម្យនិងមានតម្លៃនៅក្នុងសង្គមហើយការងារជួយឲ្យមនុស្សមានកិត្តិយសមានកេរ្តិ៍ឈ្មោះនិងមានលក្ខណៈជាពលរដ្ឋពេញលេញដែលសង្គមកំណត់ហើយការងារក៏បានជួយឲ្យមនុស្សមានសុខភាពល្អមានសុខភាពរឹងមាំមិនទម្រុនមិនខ្ជិលច្រអូសជាដើមហេតុនេះហើយបានជាគេនិយាយថាបង្រៀនមនុស្សឲ្យចេះធ្វើការងារប្រសើរជាងឲ្យលុយទៅមនុស្សចាយនឹងឯងប្រសើរហ្នឹងគឺប្រសើរត្រង់ថាគាត់មានកិត្តិយសមានកេរ្តិ៍ឈ្មោះមានទ្រព្យសម្បត្តិនិយាយរួមគឺប្រសើរជាងការដែលពឹងពាក់ទៅលើគេបើសិនមកគាត់ពឹងពាក់ទៅលើគេថ្ងៃណាមួយគេផ្ដាច់ជំនួយពីគាត់គឺគាត់អត់ចេះធ្វើអីទៅតែសោះពីព្រោះថាគាត់អត់មានចំណេះអ្វីដែលជារបស់ខ្លួនឯងពិតប្រាកដជាស្ដែងនៅក្នុងសង្គមការសិក្សារៀនសូត្រក៏ត្រូវបង្រៀនឲ្យសិស្សានុសិស្សចេះខិតខំប្រឹងប្រែងសិក្សារៀនសូត្រមានចំណេះវិជ្ជាពិតប្រាកដដែលជាជំនួយយ៉ាងសំខាន់សម្រាប់ជួយពួកគាត់នៅក្នុងពេលប្រឡងដែលមានលក្ខណៈតឹងរឹងផ្សេងៗជាស្ដែងដូចជាការប្រឡងបាក់ឌុបហើយនិងឌីប្លូមជាដើមគឺគាត់អាចរំពឹងជំនួយពីមិត្តភ័ក្តិឬមួយក៏ពីនរណាម្នាក់ឲ្យជួយគាត់បានទេគឺគាត់ត្រូវពឹងទៅលើសមត្ថភាពរបស់ខ្លួនឯងទើបគាត់ទទួលបានភាពជោគជ័យបើសិនបើគាត់កន្លែងតែពឹងជំនួយទៅលើអ្នកដទៃអញ្ចឹងនៅថ្ងៃណាមួយពេលដែលគាត់អត់មានជំនួយពីពួកគេគាត់នឹងធ្លាក់នៅក្នុងភាពអន្តរាយជាក់ជាមិនខានអញ្ចឹងបានជាគេនិយាយថាពេលប្រឡងប្រចាំខែឲ្យយើងចេះប្រើនៅសមត្ថភាពរបស់ខ្លួនឯងពីព្រោះថាកាលណាយើងចេះប្រើនៅសមត្ថភាពរបស់ខ្លួនឯងប្រចាំខែអញ្ចឹងសមត្ថភាពប្រចាំខែក៏អាចកំណត់ពីសមិទ្ធផលប្រចាំឆ្នាំដែរពីព្រោះថាយើងប្រើសមត្ថភាពខ្លួនឯងអញ្ចឹងកាលណាយើងប្រើសមត្ថភាពខ្លួនឯងសមិទ្ធផលប្រចាំឆ្នាំរបស់យើងក៏កាន់តែប្រសើរជាងការដែលយើងសុំជំនួយពីមិត្តភ័ក្តិដូចគ្នាមួយទៀតវិញការប្រកបអាជីវកម្មគឺតម្រូវឲ្យគាត់មានសមត្ថភាពមានទេពកោសល្យមានជំនាញមានបទពិសោធន៍ផ្សេងៗទើបធ្វើឲ្យអាជីវកម្មរបស់គាត់ទៅមុខដោយរលូនហើយការប្រកបការងារក៏ដូចគ្នាដែរសរុបជារួមមកគឺមានន័យថាការដែលបង្រៀនមនុស្សឲ្យចេះក្រោកឈរប្រឹងប្រែងមានជំនាញពិតប្រាកដដោយសមត្ថភាពរបស់ខ្លួនគឺជាការដែលប្រសើរជាងអ្វីៗទៅទៀតគឺប្រសើរជាងការដែលត្រូវពឹងពាក់ទៅលើអ្នកដទៃពីព្រោះថាបើសិនមួយថ្ងៃណាមួយគាត់ផ្ដាច់ជំនួយពីយើងអញ្ចឹងអ្នកដែលរស់ដោយសារតែជំនួយហ្នឹងក៏ប្រកាសជាធ្លាក់នៅក្នុងភាពអន្តរាយជាមិនខានហេតុនេះហើយបានជាគេត្រូវបង្រៀនឲ្យមនុស្សចេះក្រោកឈរដោយខ្លួនឯងពីព្រោះថាវាប្រសើរអាចឲ្យគាត់ហ្នឹងស្ថិតនៅក្នុងភាពគង់វង្សយូរអង្វែងបាន
ជាចុងក្រោយនេះខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃមកស្ដាប់ការបកស្រាយរបស់ខ្ញុំហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like Subscribe ហើយនិងកុំភ្លេចជួយ Share ចុចពាក្យកណ្ដឹងនៅក្នុង YouTube Channel សូមអរគុណសូមជម្រាបលាបាយបាយ